តីបងប្អូនសិស្សថ្នាក់ទី12ទាំងអស់គ្នាថ្ងៃនេះទីជើនឹងកាយវិញ្ញាសាបាក់ឌុបឆ្នាំ2019ដែលធ្លាប់ចេញពីឆ្នាំកន្លងទៅអូខេតោះអញ្ចឹងមុននឹងចាប់ផ្ដើមទីជើនឹងបង្រៀនពាក្យថ្មីសិនករណីបងប្អូនអត់ទាន់បានចេះពីមុនមកអូខេអញ្ចឹងពាក្យទី1 discussion មានន័យថាការពិភាក្សាអំពីការងារអីមួយ fire អគ្គិភ័យពាក្យទី3គឺ pay មានន័យថាចំណាយពាក្យទី4 originally នេះវាថាដើម originally មានន័យថាដំបូងឬក៏ដើមឡើយអញ្ចឹងណា sport មានន័យថាកីឡា convert វាថាបំលែងជាអ្វីមួយឬក៏នេះ converted បានបំលែងអូខេ rebuild បានកសាងឡើងវិញ use ប្រើប្រាស់ឬក៏បានប្រើប្រាស់ដោយសារវាបញ្ចប់ដោយ ed ហើយពាក្យបន្ទាប់គឺ businessman អូខេអ្នកជំនួញ businessman អ្នកជំនួញ money លុយ indoor ខាងក្នុងអូខេបាទអញ្ចឹងយើងចេះពាក្យហើយយើងចាប់ផ្ដើមបំពេញចន្លោះទាំងអស់គ្នាអូខេអញ្ចឹងតោះ let's start opening of new sport center ការបើកសម្ពោធមជ្ឈមណ្ឌលកីឡាថ្មី The Jamban Sport Center, which has been completely rebuilt, was opened yesterday by the Minister of Sport. The building was okay. អញ្ចឹងពាក្យទី1គឺ rebuild អញ្ចឹង rebuild គឺជាឧទាហរណ៍ស្រាប់អូខេអញ្ចឹងគេថា Jamban Sport Center ត្រូវបានបើកឬក៏ត្រូវបានកសាងឡើងវិញទាំងស្រុងហើយត្រូវបានសម្ពោធការពីម្សិលមិញដោយរដ្ឋមន្ត្រីកីឡា The building was used as a market and was sold to Jamban Consult in 1981 ចឹងអាគារហ្នឹងត្រូវបានប្រើប្រាស់ជាផ្សារហើយត្រូវបានលក់ទៅឲ្យខាងកីឡាអញ្ចឹងគេសម្ពោធមជ្ឈមណ្ឌលកីឡាហើយប្រើប្រាស់ជាផ្សារមានន័យថាកាលពីមុនវាជាផ្សារឥឡូវវាជាមជ្ឈមណ្ឌលកីឡាអូខេអញ្ចឹងបើសិនជាវាប្រែប្រួលបែបហ្នឹងមានន័យថាកាលមុនវាជាទីផ្សារទេអញ្ចឹងបើជាកន្លែងផ្សារអញ្ចឹងយើងគួរដាក់ថា originally ទៅអត់ដោយសារតែកាលមុនវាជាផ្សារប៉ុន្តែឥឡូវវាមិនមែនជាផ្សារទៀតទេវាទៅជាមជ្ឈមណ្ឌលកីឡាអូខេអញ្ចឹងលេខ2របស់យើងសន្មតថាយកពី originally ទី3 and then number 3បាទអញ្ចឹងកាលពីដើមឡើយវាជាផ្សារហើយត្រូវបានលក់ឲ្យទៅមជ្ឈមណ្ឌលកីឡាហើយក៏គេយកវាធ្វើទៅជា sport hall មានន័យថាគេបំលែងវា convert អូខេអញ្ចឹងលេខ3របស់យើងគឺ convert into a sport hall local school play football and basketball there កូនសិស្សឬក៏សាលារៀនគឺក្មេងៗសិស្សសាលាលេងបាល់ឬក៏បាល់បោះនៅទីនោះអូខេអញ្ចឹងនៅទីនោះគឺindoor អូខេលេខមកនៅទីនោះ indoor អញ្ចឹងពាក្យដែលតទៅនឹងទីកន្លែងមានតែពាក្យ indoor ហ្នឹងឯង and keep fit class were held there in 2001 the hall was demade by អញ្ចឹង hall មួយហ្នឹងត្រូវបានបំផ្លាញដោយសារអីដោយសារលុយដោយសារកីឡាឬក៏ដោយសារការពិភាក្សាអញ្ចឹងបើសិនជាវាបំផ្លាញមានតែអគ្គិភ័យទេអញ្ចឹងអញ្ចឹងលេខ5តទៅនឹង fire អគ្គិភ័យអូខេVic broke out the heating system. The hall cannot be used and remain empty while continue. អញ្ចឹងនៅពេលដែលអគ្គិភ័យឆេះសាលមួយនឹងត្រូវបានលែងប្រើប្រាស់ហើយ remain empty គឺចាប់ផ្ដើមន័យថាលែងមានដំណើរការអីទាំងអស់ remain empty while ខណៈពេលអាមួយនឹងអ្នកចំណុចមួយនឹងនៅតែបន្តអីគេនៅបន្តលុយអ្នកជំនួញបន្តអញ្ចឹងអ្នកជំនួញអត់បន្តទេដោយសារអីគឺអ្នក remain empty អត់មានអីទេអត់មានអ្វីដំណើរការទេអញ្ចឹងមានន័យថាការពិភាក្សាអំពីអនាគតរបស់វានៅតែបន្តអញ្ចឹងណាអញ្ចឹងលេខ6យើងយកពាក្យថា discussion អូខេ about its future and it was then decided that the hall would be rebuilt នៅពេលដែលភ្លើងឆេះហើយក៏គេសម្រេចចិត្តថា rebuild and appeal for អញ្ចឹងការយុទ្ធនាការស្នើសម្រាប់ត្រូវបានធ្វើឡើងអញ្ចឹងយុទ្ធនាការស្នើឡើងស្នើដើម្បីអី appeal forward
ចឹងការយុទ្ធនាការដើម្បីរៃអង្គាសប្រាក់ឬក៏យុទ្ធនាការអ្នកជំនួញចឹងគឺយុទ្ធនាការរៃអង្គាសប្រាក់ for សម្រាប់អីមួយចឹងណាចឹងលេខ6គឺ money អូខេសុំទោសលេខ7គឺ money លេខ6មិនយើងដាក់ពាក្យថា discussion ហើយអីចឹងលេខ7គឺ money លេខ8 was like 2 years ago a local swimming pool the new hall 2 years ago a local word a local បាទចឹងកាលពី2ឆ្នាំមុន a local នោះសំដៅលើមួយហើយផ្ដល់អ្នកដែលអាចផ្ដល់បានមានន័យថាអ្នកនឹងគឺជាមនុស្សអូខេអញ្ចឹងពាក្យរបស់យើងតាក់ទងនឹងមនុស្សយើងមានពាក្យ businessman អញ្ចឹងណាអញ្ចឹងអ្នកជំនួយផ្ដល់បាទអញ្ចឹងអានោះសមហេតុផលអញ្ចឹងលេខ8គឺ businessman លេខ8 businessman the businessman a local businessman offered ផ្ដល់ឲ្យផ្ដល់ក្នុងការអីគេផ្ដល់ក្នុងការផ្ដល់កីឡាសម្រាប់ building ផ្ដល់កីឡាសម្រាប់ building ផ្ដល់លុយសម្រាប់ building offer to pay ចេញមុខឲ្យលុយអញ្ចឹងណាអូខេអញ្ចឹងលេខ8គឺ businessman and លេខ9គឺ offer to pay មានន័យថាគាត់ចេញមុខចេញលុយហ្មងឬក៏វិនិយោគអញ្ចឹងណា and for the building work and plan were drawn up អញ្ចឹងនៅពេលដែលមានអ្នកចេញលុយហើយគឺគម្រោងត្រូវបានធ្វើឡើង the new hall include swimming pool running tracks អញ្ចឹងសាលមួយនឹងគឺរួមមានអាងហែលទឹកកន្លែងរត់ហាត់ប្រាណ and other facility អញ្ចឹងអ្វីដែលយើងនិយាយគ្នាកន្លែងនេះសិតតែតទៅនឹងកីឡាអញ្ចឹងកន្លែងនេះក៏តទៅនឹងកីឡាដែរយើងអាចប្រើពាក្យ sport បាទអញ្ចឹងពាក្យដែលតទៅនឹងកីឡាមានតែពាក្យ sport អូខេអញ្ចឹង sport facility ប្រែថាបរិក្ខារឬគ្រឿងសម្ភារៈកីឡាអញ្ចឹងវាត្រូវអញ្ចឹងលេខ10របស់យើងគឺ sport អូខេបើយើងយកពាក្យផ្សេងមកដាក់ក៏អត់សមដូចពាក្យហ្នឹងដែរអូខេតោះ and the last one at the sport facility we can be បូកជាមួយ verb 3អញ្ចឹង verb 3របស់យើងគឺ use អញ្ចឹង can be used បាទអញ្ចឹងគឺត្រឹមត្រូវអស់ហើយអញ្ចឹង can be used by anyone in Champa area minister made a speak in which congratulated everyone involved អញ្ចឹងលោករដ្ឋមន្ត្រីបានថ្លែងអំណរគុណឬក៏បានថ្លែងសន្ទរកថាអរគុណចំពោះមនុស្សគ្រប់គ្នាដែលបានពាក់ព័ន្ធក្នុងការងារមួយនេះបាទ